ជំរាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាខ្ញុំមកពីក្រុមទី3ថ្ងៃនេះខ្ញុំនិយាយអំពីមេរៀនទី3ដែលមានចំណងជើងថា Diffuse Reflexive Sensor គ្រឿងដំណើរភ្ជាប់របស់ sensor មាន light output delay terminal និង input power នេះគឺជា Diffuse Reflexive Sensor slide បន្ទាប់បង្ហាញពីមុខងាររបស់ Diffuse Reflexive Sensor ដែលវាមានតួនាទីជា receiver ផងនិងជា emitter ផងពេលដែលពន្លឺបាញ់ទៅចំ target ណាមួយ target នោះនឹងជះពន្លឺទៅកាន់ receiver វិញជាបន្តនេះជាការដំឡើង sensor របស់យើងដែលយើងធ្វើការចាប់ខ្សែពណ៌ខៀវទៅកាន់ពូដកនិងខ្សែពណ៌ខ្មៅទៅកាន់ out និងខ្សែពណ៌ត្នោតទៅកាន់ O បូកបន្ទាប់ពីការដំឡើងរួចយើងធ្វើការ test sensor របស់យើងបើនិយាយអំពី dark និង light វិញវាមិនខុសពី sensor ដទៃទេដែល dark នៅពេលដែលយើងឲ្យ object ឆ្លងកាត់វានឹងរលត់មិនមានពន្លឺភ្លើងទេចំពោះ light វិញនៅពេលដែលយើងឲ្យ object ឆ្លងកាត់វានឹងមានពន្លឺនេះយើងធ្វើការ test ចំពោះ object ដែលមានពណ៌សចំពោះ sensor នេះវាអាចចាប់សញ្ញាបានពី15ទៅ20 សង់ទីម៉ែត្រហើយចំពោះ dark object វិញវាអាចចាប់សញ្ញាបានពី5 សង់ទីម៉ែត្រទៅ8 សង់ទីម៉ែត្រចំពោះ mirror វិញវាអាចចាប់សញ្ញាបានប្រហែល30 សង់ទីម៉ែត្រសរុបមក sensor នេះត្រូវបានគេប្រើនៅក្នុងរោងចក្រផលិតគ្រឿងកំប៉ុងដើម្បីចាប់សញ្ញាជាចុងក្រោយសូមអរគុណដែលបានចូលមើលវីដេអូនេះ